ការថារគឺជាផ្នែកមួយដែលនាំផ្លូវចង្អុលបង្ហាញអំពីពន្លឺនៃជីវិតរបស់អ្នកទាំងអស់គ្នាពីព្រោះអ្នកខ្លះគឺគាត់មានសម្ពាធផ្លូវចិត្តដែលពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវរបស់គាត់ដែលគាត់ជួបប្រទះចឹងគាត់អាចនឹងមានការបាក់ទឹកចិត្តមានការអស់សង្ឃឹមខ្លះហើយពេលខ្លះគឺគាត់មានអារម្មណ៍ថាស្មុគខ្លាំងមែនតើចឹងទៅនៅក្នុងការទាំងអស់នេះនឹងជួយសម្រាលនៅបន្ទុកឬក៏សម្រាលនៅភាពសៅមងរបស់អ្នកទាំងអស់គ្នាបានមួយផ្នែកវាមិនអាចជួយទាំងអស់ទេវាគ្រាន់តែជាការកំសាន្តអារម្មណ៍មួយយ៉ាងតែក៏វាអាចជួយពង្រឹងផ្លូវចិត្តរបស់យើងបន្ថែមដែរនៅក្នុងនេះខ្ញុំមើលឃើញថាស្លុកកាតនេះបានន័យថាអ្នកទាំងអស់គ្នាកំពុងតែជួបប្រទះនៅរឿងធ្ងន់ធ្ងរអញនិយាយបានថាវិបត្តិគ្រួសារផងវិបត្តិហិរញ្ញវត្ថុផងឬក៏ការជាប់គាំងការ stress ខ្លាំងពាក់ព័ន្ធនឹងការងារពាក់ព័ន្ធនឹងជីវិតជាច្រើនរឿងតែខ្ញុំលើកយកមកនេះគឺនិយាយតែរឿងការងារមួយមុខសិនណាគឺអ្នកទាំងអស់គ្នាមានបញ្ហាស្មុគខ្លាំងហើយខ្ញុំចង់ប្រាប់ថានៅក្នុងកាតនេះវាស៊ីនឹងចំណងជើងដែលខ្ញុំនិយាយមិញដោយសារវាគឺជាផ្នែកមួយនៅពេលដែលអ្នកទាំងអស់គ្នាស្ដាប់អ្នកទាំងអស់គ្នានឹងរកពន្លឺឃើញថាខ្លួនឯងត្រូវដោះស្រាយយ៉ាងណាជីវិតហ្នឹងណាពីព្រោះភាពងងឹតណាវាចិត្តរលាយទៅហើយវាចិត្តរលាយឃើញនៅសត្វតាន់តិចឯងពន្លឺនៃជីវិតថ្មីនឹងចូលមកពន្លឺនៃវិជ្ជាពីប្អូចមកចឹងពេលដែលគាត់នៅក្នុងភាពងងឹតមួយគាត់មានអារម្មណ៍ថាដាវចាក់សោះខ្លួនគឺពិបាកមែនតើគឺគាត់មានបញ្ហាស្មុគហ្នឹងគឺស្មុគដល់កម្រិតសឹងតែការ depression ហើយប៉ុន្តែឥឡូវគឺមានពន្លឺនេះចូលមកឲ្យជីវិតរបស់គាត់ចឹងគាត់ចាប់ផ្ដើមភាពពិបាកហ្នឹងវាចិត្តរំសាយទៅហើយឃើញថាគាត់ឆ្ពោះទៅមុខនៅក្នុងគោលដៅអ្វីមួយរបស់គាត់ទោះបីជាវាជួបឧបសគ្គទោះបីជាវាមានរឿងរ៉ាវធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយតែតាមផ្លូវគឺគាត់នៅតែព្យាយាមដូចអ្នកជិះកង់នឹងអញ្ចឹងការជិះកង់បែបហ្នឹងគឺឆ្លងកាត់ឧបសគ្គច្រើនណាអាចជាមានគ្រោះថ្នាក់អីមកកណោប៉ុន្តែគាត់នៅតែប្រឹងប្រែងទោះបីជាដំណើរដែលគាត់ដើរទៅមុខវាយឺតសភាពនៃការជិះកង់អីវាមិនអាចលឿនបានទេវាមិនដូចជិះឡានជិះអីទេប៉ុន្តែគាត់នៅតែដើរទៅមុខអញ្ចឹងទោះបីជាដឹងថាយឺតក៏ដោយតែគាត់មានគោលដៅមួយច្បាស់លាស់ហើយគាត់នឹងទទួលបាននូវភាពជោគជ័យនៅថ្ងៃណាមួយដោយសារការតាំងចិត្តការព្យាយាមប្រកបរបស់គាត់ណាវាជាស្នូលវាជាគ្រឹះហើយនៅក្នុងដំណើរហ្នឹងណាគាត់ក៏ទទួលបាននូវការយល់ចិត្តការស្រឡាញ់ការមើលថែការយកចិត្តទុកដាក់ពីដៃគូរបស់គាត់មិនថាដៃគូស្នេហាឬក៏ភរិយាប្តីប្រពន្ធអីហ្នឹងទេតែខ្ញុំចង់និយាយថាជាដៃគូអ្នកខ្លះគឺគាត់តាក់ទងនឹងខាងមុខចំនួនគឺគាត់នឹងអាចរកបាននៅដៃគូសហការមួយដែលគាត់មានភាពពេញចិត្តហើយគេពិតជាមានការឲ្យតម្លៃការផ្ដល់ឲ្យគាត់ដោយការជឿជាក់ហើយក៏គ្រប់គ្នាទៅវិញទៅមកណាហើយបើនៅក្នុងគ្រួសារវិញគឺដំណើរដែលគាត់ឆ្លងកាត់រឿងស្មុគស្មាញទាំងអស់ហ្នឹងគាត់ក៏មានដៃគូជីវិតរបស់គាត់នៅក្បែរគាត់មិនថាក្នុងកលៈទេសៈណាទេគឺគាត់មានអារម្មណ៍ថាមានម្នាក់នឹងនៅក្បែររហូតហើយបើចំពោះអ្នកធ្វើការឬអ្នករស់ស៊ីអ្នកវិនិយោគអីគាត់នឹងប្រឹងប្រែងរហូតដល់គាត់ជួបជាមួយនឹងដៃគូម្នាក់ដែលមានសេចក្តីស្មោះត្រង់ធ្វើការសហការជាមួយគាត់គឺត្រូវគ្នាថាដូចថាត្រូវគ្នាដូចមនុស្សការពីអតីតជាតិដែលមកជួបគ្នាអញ្ចឹងហើយខ្ញុំឃើញថាអាភាពងងឹតដែលគាត់នឹងកន្លងផុតទៅគឺវានឹងនាំគាត់មកបាននេះដោយសារគាត់មានគ្រឹះមួយគាត់នឹងទទួលបាននៅឱកាសការងារថ្មីមួយឬក៏បើសិនជាអ្នកដែលមានកម្រងចង់ធ្វើការវិនិយោគយូរហើយវាជាឱកាសដែលអ្នកទាំងអស់គ្នាត្រូវធ្វើហើយព្រោះអ្នកទាំងអស់គ្នាចាប់ផ្ដើមមានគ្រឹះរឹងមាំមួយនឹងដៃបានន័យថាអ្នកទាំងអស់គ្នាទទួលបានផលឬក៏មានលុយនៅក្នុងដៃដែលអាចធ្វើការវិនិយោគអ្វីមួយឬក៏ចាប់ផ្ដើមដំណើរការទៅមុខបានហើយឃើញដំបងតានតឹងមែនតើតែនៅពេលដែលគាត់ប្រឹងព្យាយាម
ទោះបីជាផ្លូវនឹងពិបាកមិនក៏ដោយទីបំផុតទៅគាត់អាចរកឃើញចំណុចមួយដែលល្អហើយគាត់នឹងមានការចាប់ដើមថ្មីមួយដូចថាគាត់មានគ្រឹះមានលុយមានកាក់អីដែលគាត់អាចនៅក្នុងកំឡុងពេលហ្នឹងគឺគាត់ចង់បង្កើតឱកាសថ្មីចង់ចាប់ផ្ដើមនៅអាជីវកម្មណាមួយគឺជាពេលវេលាគឺជាឱកាសល្អដែលគាត់ត្រូវចាប់ផ្ដើមហើយព្រោះគាត់បានរៀបគម្រោងចាក់ចេញពីអារឿងឈឺចាប់រឿងស្មុគស្មាញអីទាំងអស់ហ្នឹងគាត់រៀបគម្រោងដំណើរជីវិតរបស់គាត់បានត្រូវទោះបីជាមើលទៅយឺតតែត្រូវរៀបត្រូវរបស់គាត់ហើយឲ្យអ្នកទាំងអស់គ្នានឹកឃើញទៅដល់ការថារនេះគឺចង់ឲ្យអ្នកទាំងអស់គ្នានឹកឃើញទៅដល់ពេលដែលអ្នកទាំងអស់គ្នាមានឱកាសលុយនៅក្នុងដៃអ្នកទាំងអស់គ្នាកុំភ្លេចខំប្រឹងប្រែងបន្ថែមទី1ទី2អ្នកទាំងអស់គ្នាអាចធ្វើការវិនិយោគបាននៅក្នុងពេលហ្នឹងពីព្រោះវាអាចមានអ្នកខ្លះគឺគាត់ដោយថារៀងបាក់ស្បាតទោះថាគាត់ជាប់គាំងវារៀងយូរអញ្ចឹងនៅពេលដែលបានមកគាត់រៀងអត់ទាន់ចង់ធ្វើអីទាំងអស់ហ្នឹងក៏វាត្រូវដែរអញ្ចឹងនេះគឺគាត់កំពុងតែរៀបគម្រោងនឹងចាក់ចេញពីរឿងដែលពិបាកហើយគាត់ប្រុងនឹងធ្វើគម្រោងថ្មីមួយរបស់គាត់អញ្ចឹងគាត់រៀបផែនការគម្រោងរបស់គាត់ច្បាស់លាស់ហើយក៏ត្រូវតែប្រុងប្រយ័ត្នចំពោះការតាមដានព័ត៌មានផ្សេងឬមួយក៏ធ្វើអីឲ្យវាគ្រប់គ្រាន់ឲ្យវាច្បាស់លាស់បានន័យថាមិនមែនជាការបថុយប្រឋានទៅទាំងបថុយប្រឋាននេះត្បិតថាយើងមានដើមទុននៅក្នុងដៃតែយើងត្រូវតែលម្អិតឲ្យច្បាស់លាស់ពីព័ត៌មានដែលយើងប្រុងទៅធ្វើនឹងផងពេលព្រោះវាមានកាតនេះមកណាហើយខ្ញុំឃើញថាអ្នកទាំងអស់គ្នានឹងហ៊ានសម្រេចចិត្តដើរទៅមុខអ្នកទាំងអស់គ្នាគិតថានឹងគេហៅថាប្រថុយប្រឋានដើរទៅមុខទោះបីជាដឹងថាគោលដៅខាងមុខអាចនឹងមានគ្រោះថ្នាក់ឬក៏មានការផ្សងព្រេងបណ្ណាក៏ដោយតែអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាត្រូវទៅហើយម្យ៉ាងទៀតនៅក្នុងនេះគឺអ្នកទាំងអស់គ្នាមិនឯកោម្នាក់ឯងទេដំណើរអ្នកទាំងអស់គ្នាឃើញទេមានមនុស្សស្មោះត្រង់នៅក្បែរខ្លួនបើជាដៃគូក៏ជាដៃគូដែលស្មោះត្រង់នៅក្បែរខ្លួនដូចកូនឆ្កែនឹងចឹងកូនឆ្កែគឺជាសត្វដែលឆ្កែគឺជាសត្វដែលមានភាពស្មោះត្រង់តំណាងឲ្យសេចក្តីស្មោះត្រង់អញ្ចឹងមនុស្សដែលនៅក្បែរខ្លួនអ្នកទាំងអស់គ្នាគឺជាមនុស្សដែលគាត់មានភាពស្មោះត្រង់ជាមួយនឹងអ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាមានភាពកក់ក្ដៅរស់នៅជាមួយគ្នាដូចថាមានធម៌ពលមួយយ៉ាងនឿយហត់ប៉ុណ្ណាក៏ដោយនៅគ្រាន់តែនឹកឃើញទៅដល់វត្តមានរបស់គេអ្នកទាំងអស់គ្នាមានកម្លាំងហ្មងនឹងអ្នកទាំងអស់គ្នារស់នៅក្នុងធម៌ពលបែបហ្នឹងហើយត្រូវស៊ូទ្រាំត្រូវអត់ធ្មត់ធ្វើការងារទាំងអស់ហ្នឹងគឺដោយការអត់ធ្មត់ពីព្រោះដូចម្នាក់ដែលចាក់ទឹកនេះអញ្ចឹងបើគេចង់ចាក់ឈុចឲ្យអស់ក៏បានដែរតែគេចាក់ម្ដងទីហើយឃើញមានដុំតកកនៅលើតុហ្នឹងឯងបានន័យថាភាពអត់ធ្មត់ចិត្តឲ្យត្រជាក់ដូចតកកហ្នឹងអញ្ចឹងអ្វីក៏ដោយឲ្យតែអ្នកទាំងអស់គ្នាអត់ធ្មត់ធ្វើវាដោយប្រុងប្រយ័ត្នអ្នកទាំងអស់គ្នាយកភាពទន់ភ្លន់ភាពអត់ធ្មត់ភាពប្រុងប្រយ័ត្នទាំងអស់ហ្នឹងទៅអ្នកទាំងអស់គ្នានឹងបានសុខរហូតតាមផ្លូវទោះដំណើរនឹងវែងឆ្ងាយពិបាកប៉ុណ្ណាក៏ដោយហើយអ្នកទាំងអស់គ្នាដូចជាបានទទួលនៃការបើអ្នកខ្លះមានគេជាពាក់លុយឬក៏អ្នកខ្លះធ្លាប់មានគេធ្វើបាបគេធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកពីមុនណាគឺអ្នកហ្នឹងមនុស្សក្នុងអតីតកាលហ្នឹងវិលមករកអ្នកទាំងអស់គ្នាវិញឬក៏អ្នកទាំងអស់គ្នាដំណើរជីវិតដែលអ្នកទាំងអស់គ្នានៅជាមួយម្នាក់ហ្នឹងគឺគេដូចជាវត្តមានមនុស្សនៅក្នុងអតីតកាលជាមួយនឹងអ្នកទាំងអស់គ្នាតជាតិមកហើយអញ្ចឹងហើយនឹងមួយទៀតសម្រាប់អ្នកទាំងអស់គ្នាដែលធ្លាប់ជួយគេជួយយកអាសាគេពីមុនមកដូចសុកដូចមនុស្សហ្នឹងធូធាមានជីវភាពធូធានឹកឃើញដល់អ្នកទាំងអស់គ្នាដូចគេនឹកគុណណាពីព្រោះការពីគេពិបាកការពីគេខ្វះខាតគឺអ្នកទាំងអស់គ្នាជួយបំណុកបំរុងគេអញ្ចឹងវាដល់ពេលវេលាមួយដែលពេលដែលគេធូរស្បើយពេលដែលគេធូធាធូស្រាលហ្នឹងគេនឹកឃើញគុណអ្នកទាំងអស់គ្នាគេក៏មកតបស្នងអ្នកទាំងអស់គ្នានៅក្នុងពេលដែលអ្នកទាំងអស់គ្នាកំពុងតែពិបាកដែរទៀតអញ្ចឹងវាមានឱកាសច្រើនយ៉ាងឃើញទេអាហ្នឹងឯងហើយនឹងមួយទៀតបើសិនជាអ្នកទាំងអស់គ្នាកំពុងតែជួបប្រទះរឿងរ៉ាវពិបាកអីផ្សេងទៀតណាអ្នកទាំងអស់គ្នាអាចនឹកឃើញទៅដល់ម្នាក់នឹងបានអាហ្នឹងក៏ត្រូវដែរពីព្រោះម្នាក់ហ្នឹងគឺជាមនុស្សនៅក្នុងអតីតកាលមិត្តអ្នកទាំងអស់គ្នាពីមុនមកឬក៏អ្នកដែលអ្នកទាំងអស់គ្នាធ្លាប់ជួយពីមុនមកគឺគេអាចជួយអ្នកទាំងអស់គ្នាសម្រាប់បានអញ្ចឹងសម្រាប់វីដេអូនេះអ្នកទាំងអស់គ្នាខ្លាំយក energy ហ្នឹង4ដងណាវីដេអូហ្នឹងហើយ complete share និងមួយទៀត follow page ផង follow page ដើម្បី
បញ្ចេញធម្មពលហ្នឹងទៅឲ្យអ្នកផ្សេងដែលគេមានធម្មពលដែលអាចត្រូវជាមួយវីដេអូខ្ញុំហើយសម្រាប់អ្នកដែលស្គាល់ខ្ញុំសោះអូកាត់ឃើញរត់តែត្រូវរឿងរបស់គាត់ហើយសម្រាប់អ្នកផ្សេងទៀតដែលតាមដានវីដេអូរបស់ខ្ញុំសូមចែករំលែកទៅហើយបើសិនជាឃើញថាមានចំណុចណាមួយត្រូវនៅក្នុងទាំងអស់ហ្នឹងវាអាចនឹងមិនទៅទាំងអស់តែវាមានចំណុចណាខ្លះដែលត្រូវអ្នកទាំងអស់គ្នាខមមិន9 4 ដងណាអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងណាបាយបាយ